nơi trong năm 2026 នេះតើអ្នកទាំងអស់គ្នាចង់ដឹងទេថាតើប្រទេសណាខ្លះដែល Facebook អនុញ្ញាតឲ្យរកលុយពី Facebook បានអញ្ចឹងណាហើយដើម្បីដឹងថាតើប្រទេសណាខ្លះនៅក្នុងឆ្នាំ2026នេះដែល Facebook update ឲ្យរកលុយបាទធ្វើជាដៃគូរកលុយពី Facebook បានខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាឲ្យចូលទៅឆែកមើលនៅក្នុងអ៊ីនធឺណិតបាទនៅក្នុង Google Chrome ហើយយើងទៅមើលទាំងអស់គ្នាថាតើមានប្រទេសណាខ្លះបាទឥឡូវដើម្បីដឹងយើងចូលមកកន្លែងជ្រុំនេះបាទមកដល់កន្លែងនេះយើងចុចពាក្យ search មកសរសេរតាមខ្ញុំណាបាទ list okay of eligible បាទនៅក្នុងវាយតែប៉ុណ្ណឹងមកចាញ់នេះនៅលើនេះបាទអញ្ចឹងយើងឃើញបែបនេះចុចប្រពាក្យ all mood អាចឡើងមកវានឹងចាញ់ឲ្យយើងមើលតែម្ដងគេនឹងដាក់ថាម៉េចList of eligible countries for Facebook monetization 2026 អូខេអញ្ចឹងយើងមកមើលទាំងអស់គ្នាបានថាតើមានប្រទេសណាខ្លះអញ្ចឹងនៅទ្វីបណាខ្លះបាទទី1គឺទ្វីបអាមេរិកមានអាល់ហ្សេរីបាទមានអីច្រើនបងប្អូនគ្នាមានអេស៊ីបមានហ្គាណាមានកេនយ៉ាមានម៉ារ៉ូកូមាននីសេរីយ៉ាហើយប្រទេសនេះស្អីគេDemocratic បាទនៅប្រទេសអីគេបងប្អូនខ្ញុំមិនដឹងដែរSouth America តាន់សានីទូនីសៀអូកាន់ដាហើយមកមានអាស៊ីរបស់យើងគឺមានបង់ក្លាដេសជីរ៉ូនីហុងកុងឥណ្ឌាឥណ្ឌូនេស៊ីអ៊ីរ៉ាក់អ៊ីស្រាអែលបាទ Japan ជូដង់ម៉ាឡេស៊ីនេប៉ាល់សាអូឌីអារ៉ាប៊ីសិង្ហបុរីSouth Korea, Sri Lanka, Taiwan, Thailand, and the last United Arab Emirates នៅក្នុងអាស៊ីយើងគឺអត់មាន Cambodia ទេហើយក៏អត់មានវៀតណាមដែរអញ្ចឹងហេតុអីបាននៅខ្មែរយើងអាចរកលុយពី Facebook បានជាក់ស្ដែងគឺខ្ញុំតែម្ដង Facebook page របស់ខ្ញុំគឺខ្ញុំកាន់នៅខ្លួនឯងហើយ Facebook account ខ្ញុំក៏រកលុយពី Facebook បានដែរអញ្ចឹងយើងទៅមើលនៅអឺរ៉ុបទៀតបាទហើយទាំងអស់ហ្នឹងគឺមកពីបញ្ហាអីខ្ញុំអត់ដឹងទេតែអីដែលយើងដឹងគឺយើងអរគុណទៅ Facebook ទៅដែលឲ្យយើងរលួយបានអឺរ៉ុបមានអូស្ត្រាបែលហ្សិកបាទមានច្រើនបងប្អូនអ្នកនេះបាទនេះបើសិនជាអ្នកនរគ្នាមានសមត្ថភាពធ្វើវីដេអូអ្នកនរគ្នាឲ្យផ្ទុះទៅក្រៅប្រទេសនេះទៅ trip អឺរ៉ុបទៅអាមេរិកទៅអាមេរិកខាងជើងអីណាគឺថាល្អតែមែនតែម្ដងអានេះ South អាមេរិកខាងត្បូងបងប្អូនមានអាសង់ទីណា Argentina Bolivia Brazil Chile Colombia ច្រើនបាទហើយនេះគឺមានចំនួនប៉ុណ្ណឹងបាទខ្ញុំបង្ហាញតែប៉ុណ្ណឹងទេបងប្អូនក៏អាចឆែកមើលបាននេះគ្រាន់តែជាចម្ងល់ឲ្យបងប្អូនអ្នកដែលអត់ដឹងបានយល់បានដឹងអញ្ចឹងណា